ចំពោះថ្ងៃទី14ខែតុលាឆ្នាំ2025ដែលត្រូវជាថ្ងៃរោងភ្លើងយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំថោះធាតុមាសវ័យ56ឆ្នាំនិងថោះធាតុទឹកវ័យ44ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុភ្លើងហើយនឹងដីនិងអ្នកដែលមានឆ្នាំរកាវោកហើយនឹងជូតចំពោះទិសខាងត្បូងហើយនឹងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបគ្រឹះនៅថ្ងៃស្អែករីឯការធ្វើការសមាធិតាមបែបឈីមិនតុនជាចំពោះថ្ងៃស្អែកយើងមាន3ទិសខាងលិចយើងអាចស្នើសុំអំពីអំណាចទួលនីតិការជួយទំនុកបំរុងគាំពៀយកអាសារីឯទិសខាងត្បូងឈៀងខាងកើតយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារទំនាក់ទំនងសម្ព័ន្ធភាពស្នេហារីឯទិសខាងកើតយើងអាចស្នើសុំអំពីសុខភាពក្នុងការធ្វើការសមាធិតាមបែបឈីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយធ្វើចិត្តឲ្យស្ងប់មនោឲ្យដូចជាការពិតនៅការទទួលបាននៅធម៌ពលល្អដែលទិសនីមួយមានជូនពរសំណាងល្អសម្រាប់ថ្ងៃស្អែកផ្ទាល់អរគុណ